បែបមានតែមួយនឹងទេមកទៅនៅស្រុកអង្គរបរិយខេត្តតាកែវណាអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំកាន់តែស្អាតទៅកន្លែងគេល្បីបានដបងតែកន្លែងគាត់នេះល្បីពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្បីកាន់តែអាប់ដេតកាន់តែស្អាតប្លែកទៅទៀតតែកន្លែងហ្នឹងគឺនៅបុកលហុងចុងថ្នោតស្ថិតនៅក្នុងស្រុកអង្គរបរិយខេត្តតាកែវនឹងឯងបងប្អូនឥឡូវនេះគាត់អាប់ដេតស្អាតជាងមុនបងប្អូនគាត់បន្ថែមកញ្ចុះជាច្រើនទៀតនៅលើវាស្រែណាដូចបងប្អូនបានឃើញជាក់ស្ដែងកញ្ចុះហ្នឹងគឺ2ជួរបាទកញ្ចុះមួយជួរនោះគឺមានវែរងដាខាងលើមាន2ជាន់ហើយកញ្ចុះមួយជួរទៀតគឺមានតែមួយជាន់អង្គុយនៅខាងក្រោមគាត់ចេះច្នៃបែបនេះធ្វើឲ្យបងប្អូនទាំងអស់គ្នាបដូរបរិយាកាសពីចុងថ្នោតមកស្រូបយកខ្យល់អាកាសបែបវាលស្រែអញ្ចឹងណាហើយជាពិសេសរដូវនេះរដូវគេធ្វើស្រែទៀតឃើញថាបងប្អូនអង្គុយមកគឺលហើយតែម្ដងអ្នកដែលចង់អង្គុយនៅចុងថ្នោតក៏អង្គុយទៅអ្នកដែលចង់អង្គុយនៅកញ្ចុះបែបហ្នឹងក៏អង្គុយទៅហើយកញ្ចុះគាត់ដបូលមានរូបបេះដូងទៀតគាត់ច្នៃធ្វើលយឲ្យអ្នកខាងលើដែលអង្គុយខាងលើហ្នឹងមើលចុះមកក្រោមមកឃើញរូបបេះដូងនៅលើកញ្ចុះហ្នឹងទៀតបងប្អូនហើយគឺថាលយមែនតែនតែម្ដងណាហើយសំខាន់ឥឡូវកន្លែងគាត់អាប់ដេតមានតាំងពីអាងទឹកសម្រាប់ក្មេងៗទៀតបងប្អូនមិនបាច់ភ័យថានាំកូនតូចមកអត់អីលេងញ៉ាំតែបុកល្ហុងញ៉ាំតែភេសជ្ជៈក៏ដូចជាញ៉ាំតែអីផ្សេងណាឥឡូវអាចនាំពួកគាត់មកលេងកម្សាន្តអាងទឹកនេះទៀតដែលអាងទឹកហ្នឹងគឺមូលច្រើនមែនតែនភាគច្រើនគឺសិតតែក្មេងៗតែម្ដងបងប្អូនគ្រាន់តែថាបើចង់លេងអាងទឹកហ្នឹងគឺត្រូវតែទិញសំបុត្រដូចជា4000អី5000នេះខ្ញុំភ្លេចសួរគាត់ទៅណាហើយជាពិសេសបងប្អូនដែលទនេចុងសប្តាហ៍អ្នកនៅភ្នំពេញអស់កម្លាំងធ្វើការនឿយហត់ចង់រកកន្លែងលំហែចង់រកកន្លែងញ៉ាំអីដែលឆ្ងាញ់គឺទៅបុកល្ហុងចុងថ្នោតហើយខ្ញុំធានាថារសជាតិបុកល្ហុងគាត់មួយគ្មានពីរទេបងប្អូនអូនៅពេញអត់បានទេបងប្អូនអញ្ចឹងកុំភ្លេចចុងសប្តាហ៍នេះទៅបុកល្ហុងចុងថ្នោត